សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូខ្ញុំបន្តទៀតនៅក្នុងវីដេអូនេះខ្ញុំនឹងមកបង្ហាញពីចំណុចខ្លះៗដែលយើងរៀននៅវិទ្យាល័យហើយនឹងមនោសកលតើវាមានលក្ខណៈបែបម៉េចអូខេទៅតាមដានទាំងអស់គ្នាចំណុចទី1ពាក់ព័ន្ធជាមួយនឹងការប្រឡងយើងនៅវិទ្យាល័យយើងមានការប្រឡងប្រចាំខែប្រឡងឆមាសនេះមនោសកលយើងអត់មានប្រឡងប្រចាំខែទេប៉ុន្តែយើងមានជាប្រឡង mid term ឬក៏គេឈ្មោះថាប្រឡងពាក់កណ្ដាលឆមាសឬក៏ពាក់កណ្ដាលវគ្គហ្នឹងតែក៏មានតាមមួយវិជ្ជាខ្លះឬក៏តាមសាស្ត្រាចារ្យខ្លះគាត់មានដាក់ជា quiz នេះប្រចាំសប្តាហ៍ឬក៏ប្រចាំមេរៀនរបស់គាត់ចឹងទៅយើងរៀននៅវិទ្យាល័យយើងមានជា homework នេះលោកគ្រូនិងគ្រូដាក់កិច្ចការងារផ្ទះយើងធ្វើនៅសាកលយើងមានជា assignment គឺជាកិច្ចការស្រាវជ្រាវដែលសាស្ត្រាចារ្យគាត់បានដាក់ជាប្រធានបទមួយយើងទៅស្រាវជ្រាវខ្លួនឯងគាត់មានជាមកថាប្រធានបទកមួយអញ្ចឹងទៅយើងទៅស្រាវជ្រាវធ្វើជាក្រុមមួយក្រុម3នាក់ឬក៏4នាក់អញ្ចឹងទៅស្រាវជ្រាវពីប្រធានបទមួយហ្នឹងយើងទៅស្រាវជ្រាវពីឯកសារផ្សេងនេះមានពីច្បាប់ដើមយកមកពីណាខ្លះមកចងក្រងចេញជាប្រធានបទដែលលោកគ្រូនិងគ្រូក៏សាស្ត្រាចារ្យក៏បានឲ្យយើងធ្វើហ្នឹងហើយយើងមានការធ្វើបទបង្ហាញនៅក្នុងថ្នាក់នៅចំពោះមុខមិត្តរួមថ្នាក់របស់យើងហើយនៅចំពោះមុខសាស្ត្រាចារ្យដែលគាត់ទទួលបន្ទុកទៅលើឬក៏គាត់បរៀនទៅលើមុខវិជ្ជាមួយហ្នឹងគាត់នៅទីហ្នឹងគាត់នឹងសួរសំណួរផ្សេងដែលគាត់ចង់សួរទៅលើប្រធានបទរបស់គាត់ដែលដាក់ឲ្យយើងធ្វើហ្នឹងដែលយើង present ឬក៏យើងធ្វើបង្ហាញរបស់គាត់ហ្នឹង assignment ហ្នឹងដែលគ្នាយើងធ្លាប់ទៅលើបងគាត់នេះថាជុំគ្នាធ្វើ assignment នេះហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាពីមនោសកលនឹងសប្បាយទាំងអស់គ្នាក្នុងការធ្វើ assignment ជាមួយនឹងបងនេះអញ្ចឹងយើងនឹងស្គាល់រសជាតិថាធ្វើ assignment ហ្នឹងវាយ៉ាងម៉េចហើយអូខេចំណុចមួយទៀតពាក់ព័ន្ធជាមួយនឹងការធ្វើលំហាត់យើងនៅវិទ្យាល័យគឺសឹងថាលោកគ្រូអ្នកគ្រូគាត់នឹងដឹកដៃយើងធ្វើលំហាត់មួយហ្នឹងណាគាត់បង្ហាញគាត់ដឹកដៃយើងឲ្យទៅសេតែម្ដងតែមនោសកលសាស្ត្រាចារ្យគាត់នឹងបង្ហាញនៅលើក្តារខៀនហើយយើងទៅស្រាវជ្រាវបន្ថែមទៅរៀនសូត្របន្ថែមនេះគឺបែបហ្នឹងបើយើងធៀបទៅនឹងការធ្វើដំណើរយើងនៅវិទ្យាល័យប្រៀបបីដូចជាលោកគ្រូអ្នកគ្រូគាត់ជាអ្នកដប់យើងមកថាយើងចង់ទៅណាយើងចង់ចេញពីចំណុច A ទៅចំណុច B អញ្ចឹងលោកគ្រូអ្នកគ្រូគាត់នឹងដប់យើងពី A ទៅដល់ B តែម្ដងហ្នឹងគាត់ដប់យើងទៅផ្ទាល់ណាតែនៅសាកលគាត់ប្រាប់ផ្លូវយើងថាបងប្អូនឯងពេលចង់ពី A ទៅ B ហ្នឹងបែរទៅតាមផ្លូវណាណាតាមផ្លូវណាបត់ឆ្វេងមកស្ដាំហ្នឹងដែរបងឯងទៅខ្លួនឯងជិះវិញផ្លូវចាំមកសួរគ្រូវិញអញ្ចឹងអូខេមួយទីពាក់ព័ន្ធពីនឹងពេលវេលាយើងនៅវិទ្យាល័យជាងអាចថាមានពេលវេលាច្រើនទាំងពេលដើរលេងពេលទំនេរជុំមិត្តភ័ក្តិអីចឹងណាយើងមកដល់វិទ្យាល័យពេលវេលារៀងខ្សត់ទៅហើយមិនថាមកដល់វិទ្យាល័យក្នុងមួយថ្ងៃវាលេង24ម៉ោងនៅសល់តែ20ម៉ោងមិនមែនទេ24ម៉ោងដូចគ្នាគាត់ថាពេលវេលាយើងវារវល់ច្រើនជាងនេះបើសិនបើអ្នករៀនផងធ្វើការផងគឺពេលវេលាទំនេរគឺកាន់តែខូចមែនតើរកពេលសម្រាប់មិនសូវបានទេពេលរៀនធ្វើការឆ្លៀតទៅម៉ោងធ្វើការឬក៏ឆ្លៀតទៅសៅរ៍អាទិត្យអីធ្វើ assignment ធ្វើកិច្ចការដែលសល់ពីសាកលមកអញ្ចឹងទៅស្រាវជ្រាវមេរៀនបន្ថែមអញ្ចឹងទៅចឹងមិនថាមិនសូវជាមានពេលប្រហែលទេចំណុចមួយទៀតពាក់ព័ន្ធជាមួយនឹងការជួបជុំមិត្តភ័ក្តិជានៅវិទ្យាល័យមិត្តភ័ក្តិសឹងតែជួបរាល់ថ្ងៃនេះពេលទៅរៀនវិញហើយជុំគ្នាយើងញាប់ដែរតែពេលមកដល់សាកលពេលវេលាជុំគ្នាគឺពិបាកមែនតើបាទក្នុងការជួបជុំគ្នាមែនតើនេះឧបមាថាមិត្តភ័ក្តិមាន10នាក់ណាត់10នាក់មកបានយ៉ាងច្រើន5នាក់នេះបាត់ពាក់កណ្ដាលហើយណាត់5នាក់មកបាន2បាន3ហ្នឹងប៉ុន្តែពួកគាត់មិនចង់មកទេតែដោយសាររវល់នេះគាត់រវល់ធ្វើការអញ្ចឹងទៅគាត់រវល់រៀនអញ្ចឹងទៅព្រោះមកដល់សាកលនេះគឺចាប់ផ្ដើមបែកខ្ញែកគ្នាហើយនេះអ្នកខ្លះទៅរៀននៅសាកលវិទ្យាល័យនេះខ្លះរៀននៅសាកលវិទ្យាល័យនេះទៅជំនាញនេះជំនាញនោះរៀនខុសគ្នាអញ្ចឹងទៅអញ្ចឹងពេលវេលាជុំគ្នារឿងប្រមាណពេលវេលាម៉ោងទៅនេះគឺខុសគ្នាអញ្ចឹងពាក្យដែលអ្នកទាំងអស់គ្នានិយាយនេះគ្រូជាខ្ញុំក៏ធ្លាប់និយាយដែរចាំយើងចប់ទី12យើងទៅដល់សាកលយើងជួបជុំគ្នា phải nàn này mà đâu chẳng
ពេលយើងចប់ទី12មកសកលយើងនឹងនឹកឃើញថាពាក្យនេះយើងប្រើទៅតើវាបានសម្រេចអត់